hạt ấy bàn dương thở tại hiện trên xăm lôi hay hạt ấy bàn dương thở tại miền trong này đang được nông khuôn này tầng ngọc kia cứ nhung thầm dậy hưởng đang du hai bàn tay lớn cứ nhung trong mòn dậy tiết để ra tại khơi miền chuột bành hà đang tràn mình tên cứ bành hạ bạch bong càng nghe trán chả bong ôn dương đài nơi cặp bóng sau bên nơi đầm bom xem đài chụp pop up búa phù đại tầng ngọc này đang ngắt thay vì miền hưởng ấy cạn làng chẳng á nâng ngày hay là pe chụpอย่างปุ๊บเนี่ยตะงอกគ្នាឃើញទេអ្នកខ្លះដាច់បាយពឹបហ្មងជួបភ្លាមគឺអត់កន្លែងនៅហៅកន្លែងនៅអត់បានអត់មានលុយជាប់ខ្លួនហើយរកការងារវិញគឺមួយទឹកកន្លះខែអីរកអត់ទាន់បានទេចាអញ្ចឹងគឺនេះជាមូលហេតុដែលខ្ញុំតែងតែប្រាប់បងប្អូនទាំងអស់គ្នាទាំងសិស្សខ្ញុំទាំងអីហ្នឹងគឺអាសាអ្នកដែលមានបញ្ហាគឺខ្ញុំអាសាដាក់ទឿនណាថាត្រូវតែចេះសំលុយចាអ្នកទាំងអស់គ្នាប្រកាសចេញបកមកវិញថាសំយ៉ាងម៉េចបើសិនជាប្រាក់ខែខ្ញុំតែប៉ុណ្្នឹងហ្នឹងចាយមិនចង់គ្រប់ផងហ្នឹងចាអ្នកទាំងអស់គ្នាកាមានប្រាក់ខែ100ជាងក៏អ្នកទាំងអស់គ្នាចាយគ្រប់ត្រូវទេចាខ្ញុំជឿបងប្អូនច្រើនណាអ្នកខ្លះពេលចេញធ្វើការដំបូងប្រាក់ខែ100ជាងអ្នកទាំងអស់គ្នាចាយគ្រប់ទេនៅតែគ្រប់ឡើងបាន200គ្រប់300ក៏នៅតែគ្រប់400 500ក៏នៅតែមកគ្រប់អ្នកខ្លះលោតហក់ចង់តែ1000ហើយនៅចាយតែមកគ្រប់ទៀតហើយសឹងតែលោតទៅជាពាក់លុយគេថែមទៀតចានេះគឺដោយសារតែយើងនិយាយទៅវាយើងរៀងប្រមាទយើងមួយម៉ាត់ទៅប្រមាទក្នុងការលុយស្រួលហោចាហើយការងារមិនខ្វះទេចេះតិចតួចហ្នឹងគឺគេយកយើងហើយយើងរៀងលក្ខណៈជីសេះលេងដៃគិតថាវាជារៀងរហូតវានិរន្តរ៍ប៉ុន្តែដល់ពេលមានបញ្ហាពុបអ្នកទាំងអស់គ្នាអត់មានអីចាប់ទេអត់មានអីតោងទេគឺធ្លាក់ទឹកបរោយហ្មងនេះបើសិនជាអ្នកដែលគេចេះទុកដាក់លុយចាគេសំជារៀងរាល់ខែតិចទោះគេសំមួយខែអ្នកទាំងអស់គ្នាមួយខែ5 10មួយខែ20រៀលក៏គេនៅមានលុយក្នុងខ្លួនដែរអ្នកទាំងអស់គ្នានៅមានលុយញ៉ាំបាយនៅមានអីដែរមានលុយចាក់សាំងម៉ូតូអីបានដែរតែបើយកដែរសំសោះអ្នកទាំងអស់គ្នាហៅទៅលុយញ៉ាំបាយមកពេលរកលុយចាក់សាំងម៉ូតូអត់មានផងហ្នឹងហើយហើយកុំតែយកកំហុសហ្នឹងតម្លាក់ទៅមជ្ឈដ្ឋានខាងក្រៅខ្លាំងពេកមើលខ្លួនឯងឲ្យបានច្រើនវិញមជ្ឈដ្ឋានខាងក្រៅយើងគ្រប់គ្រងអត់បានទេដូចថាត្រូវចឹងពុបយើងអាចធ្វើឲ្យបានទេប៉ុន្តែអ្វីដែលយើងអាចធ្វើបានគឺយើងគ្រប់គ្រងខ្លួនឯងនេះចាលុយឲ្យយើងរកបានយើងអ្នកគ្រប់គ្រងតើត្រូវអត់ហ្នឹងហើយយើងសំខ្លះទៅតិចតួចយើងសំទៅកុំចាយអស់ហ្នឹងហើយយើងមានលុយច្រើនយើងចេះតែចាយច្រើនទិញរបស់ខ្លះវាអត់សូវចាំបាច់ទេយើងមានប្រាក់ខែ500ឬក៏1000យើងចង់ចាយលុយប្រហែលគេសទ្ធិអីហ្នឹងប្រាក់ខែគេរាប់ម៉ឺនអីហ្នឹងយើងចាយចាអញ្ចឹងវាមិនសល់ត្រូវអត់ចាអញ្ចឹងត្រូវចេះសំលុយដកលុយសំចាយ៉ាងតិចឲ្យបាន 10% នៃប្រាក់ចំណូលរបស់ខ្លួនឯងមិនថាកុំឲ្យលេសថាចេះខាងចុះគឺត្រូវតែដកទុកឲ្យបានដកទុកហើយចាំអ្នកទាំងអស់គ្នាយកលុយនឹងទៅចាយចាតែប៉ុណ្្នឹងទៅអ្នកទាំងអស់គ្នាខ្ញុំជឿថាមានប៉ុន្មានយើងអាចចាយបានគ្រប់ប៉ុណ្្នឹងកាត់បន្ថយការចាយអ្វីដែលមិនចាំបាច់យើងអត់ចាយទេហ្នឹងហើយមួយទៀតយើងដកលុយខ្លះដើម្បីទៅរៀនខ្ញុំតែនិយាយរហូតគឺយើងវិនិយោគលើខ្លួនឯងចាអ្នកដឹងហ្នឹងអ្នកដែលចេះអ្នកទាំងអស់គ្នាគេបិទពុបគេមានកន្លែងទៅរកគេរកមកផ្លែតគេរកបានហើយចាហើយបើយើងអត់ចេះអ្នកទាំងអស់គ្នាមិនដឹងទៅរកណាពីមុនឲ្យតែចេះបេបតិចតួចហ្នឹងគេខ្វះមនុស្សគេចេះតែរកយើងគេឲ្យយើងទៅតែដល់ពេលឥឡូវយើងចម្រាញ់ទៅអ្នកទាំងអស់គ្នាការងារដែលស្របច្បាប់ការងារដែលអីហ្នឹងគឺគេត្រូវការអ្នកចេះយើងអត់ចេះគឺយើងគេអត់យកយើងទៅធ្វើការអីទេយើងដឹងថាយើងយកយើងទៅធ្វើអីបើគេឲ្យប្រាក់ខែយើងអត់អាចធ្វើអីឲ្យគេបានមកវិញផងហ្នឹងអញ្ចឹងណាហ្នឹងហើយអញ្ចឹងពេលដែលយើងចេះយើងអត់ពីមកកន្លែងយើងទៅរកមកកន្លែងបានលឿនបើយើងអត់ចេះទេអ្នកទាំងអស់គ្នាមិនដឹងទៅរកកន្លែងណាទេគឺគេអត់យកយើងទេអាហ្នឹងត្រូវតែទទួលស្គាល់អញ្ចឹងសម្រាប់អ្នកដែលមានលុយអ្នកដែលមានអីហ្នឹងកំឡុងពេលដែលអត់មានការងារធ្វើអញ្ចឹងអ្នកទាំងអស់គ្នាអត់ទាន់រកបានកុំ stress កុំហេហាលហើយកុំចំណាយពេលហ្នឹងផុសសេតលើប្រព័ន្ធបណ្ដាញសង្គមអីច្រើនវាអត់មានបានប្រយោជន៍អីមកវិញទេគឺយើងត្រូវស្វែងរកកន្លែងយើងស្វែងរកការងារទៅបើមានក៏យើងធ្វើទៅតែបើអត់ទេយើងមានលុយយើងមានអីយើងចាប់តាមរៀនជំនាញចាជំនាញខ្លះ3ខែយើងអាចចេះជំនាញមួយអញ្ចឹងណាយើងស្វែងរកទៅផុសរកជំនាញបែបផុសទៅស្អីយើងមើលថាជំនាញណាដែលយើងអាចរៀនឆាប់ចេះឆាប់បានចេញមកធ្វើខ្លួនឯងឬក៏យើងវិនិយោគទៅលើការរៀនអីមួយពេលដែលយើងរៀនយើងមានជំនាញហើយប៉ុន្តែយើងខ្វះភាសាយើងវិនិយោគទៅលើភាសារៀនភាសាទៅហើយសាលារៀនភាសាគឺវាច្រើនអ្នកទាំងអស់គ្នាចង់រៀនភាសាអីក៏មានដែរឆែកទៅអនឡាញទៅគឺមានអីត្រូវទេអញ្ចឹងយើងចាប់ដើមរកមិនមែនថាពេលយើងជួបបញ្ហាហើយដេក stress ទេវាអត់អាចជួយអីបានទាំងអស់មានតែយើងព្យាយាមបង្កើនសមត្ថភាពយើងមានសមត្ថភាពហើយយើងទៅរកកន្លែងណាក៏បានដែរទាំងអស់គ្នាណាហ្នឹងហើយអញ្ចឹងគឺរំលឹកឡើងវិញគឺអ្នកទាំងអស់គ្នាត្រូវតែចេះសំលុយហើយត្រូវតែបង្កើនចំណេះដឹងរបស់ខ្លួនឯងទាំងភាសាទាំងជំនាញហើយកុំ
ចំណាយពេលនឹងទៅអង្គុយសេពវាអត់បានអីមកវិញហើយបន្ទោសនេះបន្ទោសនោះអត់បានអីមកវិញទាំងអស់គ្នាត្រូវរកដំណោះស្រាយហើយថ្ងៃក្រោយប្រយ័ត្នពេលមានការងារពេលមានអីហ្នឹងគឺលុយយើងត្រូវចាស់ចាយឲ្យបានត្រឹមត្រូវកុំចាយអត់មានខ្ទង់ហ្នឹងហើយកុំគាត់ថាឈឺកទិញណាំឈឺកអត់មានលុយទិញដែរហ្នឹងគឺវាគួរឲ្យកំសត់ណាទាំងអស់គ្នាអញ្ចឹងគឺត្រូវតែមានលុយតិចតួចនៅក្នុងខ្លួនហ្នឹងហើយថ្ងៃក្រោយត្រូវតែប្រយ័ត្នកុំឆាប់ភ្លេចពេកចាថ្ងៃហ្នឹងគឺខ្ញុំចង់សម្រេចចែកមិនតែប៉ុណ្្នឹងទេគឺរៀនសំលុយហើយហ៊ានវិនិយោគនៅលើខ្លួនឯងជាមួយចំណេះដឹងហ្នឹងណាចា